បើកូនស្រីយើងមានរឿងអីកើតឡើងទាំងឯងទាំងម៉ែរបស់ឯងទាំងបងស្រីរបស់ឯងប្រកាសជាមិនអាចរស់នៅដោយមានសេចក្តីសុខបានឡើយហើយយើងមិនខ្វល់ថាលោកម្ចាស់ស្រឡាញ់ឯងនិងបងរបស់ឯងខ្លាំងប៉ុណ្ណាទេចាំទុកផងទៅមីក្មេងស្រីបំរើតោះរៀបចំខ្លួនទៅហើយយើងទៅទាំងអស់គ្នាបើជ្រុលជាស្លាប់ឲ្យវាស្លាប់ទាំងអស់គ្នាសាកមើលទៅកាត់មកមួយជាតិធាតមួយចានប្រថុយឲ្យវាដឹងសខ្មៅនៅថ្ងៃនឹងទៅចុះរឿងភូមិគ្រឹះសួគាភាគទី4ព្រឹកព្រលឹមខ្យល់ត្រជាក់ស្រាលអាប់ស្ដាងអណ្ដែតលើផ្ទៃស្រះទឹកសត្វបក្សីច្រៀងបន្លឺលាយឡំនឹងរលកទឹកតិចខណៈក្មេង2នាក់អង្គុយក្បែរមាត់ស្រះជជែកគ្នាទាំងស្នាមញញឹមនិងសំឡេងសើចក្អាកក្អាយការសន្ទនាដ៏សាមញ្ញរបស់ពួកគេធ្វើឲ្យព្រឹកដ៏ស្រស់ស្ងាត់មួយនេះកាន់តែកក់ក្ដៅនិងពោពេញទៅដោយក្តីសុខបំផុតក្នុងវ័យទើបតែពេញក្រមុំអេកើតអីហ្នឹងមើលទៅដូចជាមិនសប្បាយចិត្តសោះមានអីណាមែនអត់ហ្នឹងបើមានរឿងអីអាចនិយាយគ្នាបានណានៅក្នុងគ្រួសារតែមួយហើយកុំចាំបាច់ក្រែងចិត្តគ្នាអីអត់មានអីមែនណាមិនបានជាសួរបែបហ្នឹងបើអត់មានអីមិនបានជាមិនសប្បាយចិត្តមិនមែនលួចមានស្នេហាមិនប្រាប់គ្នាទេមែនទេលួចសាច់បែបនេះសង្ស័យតែមានស្នេហាមែនហើយហើយមានឯណាក្រីក្របែបនេះអ្នកណាមកលួចស្រឡាញ់បានទៅក្រមែនតែយើងជាស្រីស្អាតឥឡូវប្រាប់បានហើយនៅថាលួចស្រឡាញ់អ្នកណាឬមួយក៏មានអ្នកណាសារភាពស្នេហ៍មិនប្រាប់ឲ្យខ្ញុំដឹងហាហើយមានឯណាកុំចេះតែចំអន់គ្នាបានទេល្បីមកលហៀងថាស្រីស្អាតនារដីនេះល្បីពេញភូមិគ្រឹះណាថាជាស្រីស្អាតណាសូម្បីតែបាវព្រាបម្រើក្នុងផ្ទះក៏ចាប់អារម្មណ៍គ្រប់គ្នាហើយនៅមានម្នាក់នោះទៀតម្នាក់ណាម្នាក់នោះនឹងណាម្នាក់នោះនឹងអ្នកណាគេមិនមានទេមិនដែលចេញទៅជួបអ្នកណាផងគឺបងប្រុសខ្ញុំនោះអីធ្វើជាភ្លេចអីណានារដីគេដឹងហើយកុំចាំបាច់លាក់អីណាអ្នកណាទៅហ៊ានស្រឡាញ់លោកប្រុសធំទៅខ្ញុំគ្មានសម្រស់គ្មានកម្លាំងទៅតតាំងជាមួយនឹងស្រីរបស់គាត់ទេកុំថាឡាយស្រីគាត់នៅផ្ទះបនតែម៉ែធំនៅក្នុងផ្ទះរាល់ថ្ងៃហ្នឹងឯងមិនហ៊ានចេញសម្លេងចេញមុខផងតែខ្ញុំមិននិយាយដល់បងធំទេណាបើមិនមែនគាត់តែជាអ្នកណាទៅគឺបងទី2របស់ខ្ញុំនឹងអីយ៉ាងម៉េចទៀតហើយណទៅតែសប្បាយចិត្តមិញសោះអ្នកនាងតូចចូលចិត្តផ្កាឈូកឬអត់ចូលចិត្តអន្តាឯងមានអីមែនត្រង់វាស្អាតត្រង់វាចម្លែកឬក៏ត្រង់វានៅក្បែរព្រះសង្ឃដែលជាទីសក្ការៈបូជាចូលចិត្តគ្រប់យ៉ាងដែលជាផ្កាឈូកមានមិនន័យថាយ៉ាងម៉េចមានន័យថាចូលចិត្តនឹងឯងមិនស្អប់ខ្ពើមនឹងចំណានវាទេមែនទេហើយមានហេតុផលអីត្រូវស្អប់វាស្អាតជាបុណ្យកុសលរបស់វាទោះបីពូជវាដុះមកពីដីភក់តែយ៉ាងណាក៏មិនបានទៅប៉ះពាល់អ្នកណាវាដុះមកដោយឯងដោយមិនមានបានធ្វើអីអ្នកណាម្នាក់ឲ្យឈឺចាប់ឡើយបើសួរថាប្លែកយ៉ាងម៉េចឬអត់នោះសម្រាប់ខ្ញុំមិនមែនចម្លែកឡើយផ្កាមួយណាក៏មានភាពល្អប្រណិតផ្សេងគ្នាដែរហេតុអីចាំបាច់យកមកប្រៀបធៀបគ្នាហាតែវាបាននៅចិត្តកន្លែងដែលជាទីសក្ការៈណាផ្កាខ្លះបាននៅតែត្រឹមបាតដីរស់នៅដូចជាជន្លេនគ្មានវាសនាបាននៅក្បែរដូចគេដូចជាផ្កាឈូកឡើយហើយកុំគិតបែបហ្នឹងអីផ្កាណាក៏មានអត្ថប្រយោជន៍របស់វាដែរមើលដើមដំបងយកទៅមើលទោះបីជាខ្លួនវាមិនស្អាតព្រមទាំងមានរូបរាងធំដំបងហើយជុំវិញខ្លួនវាព័ទ្ធទៅដោយបន្លាយ៉ាងណាក្តីក៏ដើមដំបងយកមួយនេះមិនចោះចាញ់តាមពាក្យសម្ដីមើលងាយមើលថោករបស់គេដូចគ្នាបើប្រៀបធៀបទៅនឹងមនុស្សយើងវិញណាទោះបីជាយើងគ្មានវាសនាបានធ្វើជាផ្កាឈូកដែលមានរូបរាងស្រស់ស្អាតឆើតឆាយយ៉ាងណាក៏ដោយក៏យើងអាចធ្វើជាដើមដំបងយក្សដែលត្រូវរឹងមាំទោះជាយើងមិនស្អាតមិនល្អក្នុងក្រសែភ្នែកអ្នកដទៃតែយើងក៏អាចលូតលាស់និងរឹងមាំដោយខ្លួនឯងបានដែរមិនចាំបាច់ពឹងពាក់លើនរណាម្នាក់ឡើយអ្នកនាងតូចពិតជាមានគំនិតវិជ្ជមានមែនណមានឯណាខ្ញុំចេះតែនិយាយទៅនឹងណា
ព្រោះឃើញស្រីស្អាតរបស់ខ្ញុំនេះដូចជាមិនសប្បាយចិត្តសោះអាយ៉ាអើយកុំលេងច្បិចថ្ពាល់តែមើលខ្លាចគេមកឃើញមិនល្អមើលទេណាត្រឹមតែអ្នកនាងចូលចិត្តមកលេងមកមើលថែប៉ុណ្ណឹងមិនដឹងថាអ្នកស្រីធំគាត់ខឹងនឹងខ្ញុំខ្លាំងប៉ុណ្ណាទេហើយម៉េចបានជានិយាយចុះនិយាយឡើងចូលដល់ឈ្មោះគាត់ទៀតហើយឲ្យតែលើឈ្មោះគាត់ពេលណាណាអារម្មណ៍មិនល្អសោះតែម្ដងអូយឈប់និយាយហាញ់ចឹងកុំខឹងអីណាកុំខឹងអីណែហើយចុះយកផ្កាឈូកនឹងឬអត់យកទេយកធ្វើអីទៅបាននៅផ្ទះមីងដែលជាបើកបំរើគាត់ដោផ្កាក្នុងផ្ទះឲ្យតែអ្នកនាងរហូតនឹងហើយហេនិយាយអញ្ចឹងបានយ៉ាងម៉េចនឹងកើតផ្កាដែលគេយកមកស្រាប់វាមិនដូចជាផ្កាដែលយើងខំតស៊ូបេះវាមកឡើយយល់ហើយនៅបាញ់ចឹងចាំខ្ញុំចុះទៅបេះឲ្យមិនបាច់ទេខ្ញុំចុះទៅបេះខ្លួនឯងតែវាដូចជាមិនសុវត្ថិភាពសោះអ្នកនាងឡើងមកខ្ញុំបេះឲ្យអញគិតថាគ្រាន់តែប៉ុណ្ណឹងខ្ញុំធ្វើមិនបានមែនមើលងាយអ្នកនាងតូចកូនថៅកែរោងម៉ាស៊ីនពេកហើយនេះរដីតែវាដូចជាមិនសូវសមនឹងណាអ្នកណាថាមនុស្សដូចអ្នកនាងតូចនេះណាតែចង់ធ្វើអីគឺធ្វើហើយកុំមកហាមនិយាយឲ្យហើយណាប្រឡែងដៃនៅយឺតអញ្ចឹងអាត្មាណាបានបេះផ្កាលេងទៅម្នាក់លួចបាច់ទឹកដាក់ម្នាក់ទៀតធ្វើឲ្យសើចផ្អើលពេញមាត់ស្រាប់កំពុងតែរត់គេចពីគ្នាស្រាប់តែជើងរអើភ្លុកធ្លាក់ទឹកម្នាក់ដោយបន្សល់ម្នាក់នៅលើគោកបក់ដៃខ្វាយស្វែងរកជំនួយទាំងដែលម្នាក់ទៀតកំពុងតែលិចងើបបក់ដៃខ្វាយជួយផងអ្នកណាក៏បានដែរជួយអ្នកនាងតូចផងជួយផងអ្នកនាងតូចអ្នកនាងចាំមិនហើយមានមនុស្សនៅទេជួយអ្នកនាងតូចផងមានមនុស្សនៅទេមានលឺសំឡេងខ្ញុំហើយទេអ្នកនាងតូចអ្នកនាងចាំមិនហើយមិនបានជាគ្មានអ្នកណាឆ្លើយតបសោះអញ្ចឹងអ្នកនាងតូចរបស់ខ្ញុំជួយអ្នកនាងតូចរបស់ខ្ញុំផងមានរឿងអីនឹងគឺអ្នកនាងតូចមានរឿងអីគឺអ្នកនាងតូចគាត់លិចបាត់ទៅក្នុងស្រះទឹកកុំរវល់ទៅសួរបានទេអ្នកនាងលិចបាត់ទៅយូរហើយជួយផងថាម៉េចលងទឹកហើយហ៎ស៊ីមីអូនឯណាស៊ីមីជួយគ្នាឲ្យឆាប់ឡើងជួយគ្នាទោះបីជាកំឡោះក្រមុំទាំង3បានសស័កសស្រាំជួយគ្នាយ៉ាងណាក្តីក៏ម្នាក់ដែលលងទឹកសន្លប់បាត់មិនដឹងខ្លួនវិញនោះទេរំពេចនោះដែរក៏មានសម្លេងរត់ចូលមកមើលអ្នកណាកើតអីនឹងហាកូនម្ដាយមានរឿងអីនឹងកូនគឺអ្នកនាងតូចនឹងណាអ្នកស្រីគាត់លងទឹកមុននេះបន្តិចពេលចូលទៅបេះផ្កាឈូកហាបេះផ្កាឈូកអញ្ចឹងហ៎បេះជាមួយអ្នកណាហាសំលេងខ្លាំងស្រែកសម្លុតមនុស្សក្នុងវងទាំងមូលក៏ព្រោះតែកូនស្រីរបស់លោកស្រីទី3បានលងទឹកមិនទាន់បានដឹងខ្លួនមកវិញនៅឡើយរំពេចនោះដែរក៏មានសំលេងស្រីចំណាស់ដ៏សែនឆ្នាស់ម្នាក់បានបន្លឺឡើងថាសួរដូចឈួតក្នុងផ្ទះនេះអ្នកណាដែលតែងតែនៅក្បែរសៀវមីអ្នកណាដែលតែងតែដើរលេងជាមួយរាល់ថ្ងៃនោះបាត់មាត់កុំឃើញថាយើងមិនមាត់ឲ្យកូនស្រីរបស់យើងទៅលេងជាមួយឯងគិតថាចង់ធ្វើអីស្រីចិត្តនោះមិនមែនទេអ្នកស្រីខ្ញុំជាអ្នកចង់ចុះទៅបេះតែគាត់ប្រកែកហើយឯងក៏បដឲ្យនាងចុះអញ្ចឹងហ៎ណាម៉ែតែនាងបានជួយច្រើនហើយតើណាម៉ែឯងក៏បិទមាត់ដែរទៅឯងមានបានឃើញថាប្អូនឯងនេះមិនទាន់ដឹងខ្លួនដែរអត់វាជាកំហុសរបស់ខ្ញុំទាំងអស់សូមអ្នកស្រីទី3ដាក់ទោសមកចុះឲ្យខ្ញុំសុំទោសផងណាអ្នកនាងបើមិនមែនជាកំហុសរបស់ឯងទេតើវាជាកំហុសរបស់អ្នកណាចាខ្ញុំសូមទទួលទោសគ្រប់យ៉ាងកុំរវល់តែដាក់កំហុសលើគ្នាបែបនេះបានទេយកប្អូនស្រីជួបផ្ទះសិនទៅចាំខ្ញុំទៅហៅលោកគ្រូពេទ្យបារាំងមកបើកូនស្រីយើងមានរឿងអីកើតឡើងទាំងឯងទាំងម៉ែរបស់ឯងទាំងបងស្រីរបស់ឯងប្រកាសជាមិនអាចរស់នៅដោយមានសេចក្តីសុខបានឡើយហើយយើងមិនខ្វល់ថាលោកម្ចាស់ស្រឡាញ់ឯងនិងបងរបស់ឯងខ្លាំងប៉ុណ្ណាទេចាំទុកផងទៅមីក្មេងស្រីបំរើ
ត្រឹមជាមន់ស្ងោជ្រក់កុំគិតថាចង់ខ្លាចជាហងសួរអីសោះឯងមើលគំរូបងស្រីរបស់ឯងឲ្យហើយទៅបើមិនស្លាប់ក៏ក្បែរស្លាប់ដែរអញគ្រាន់តែប្រាប់ប៉ុណ្ណឹងទេឲ្យខ្ញុំសុំទោសផងអ្នកនាងតូចមកពីខ្ញុំទៅអ្នកនាងតូចខ្លាចទៅជាបែបនេះបងស្រីនៅក្បែរនោះកាលបើឃើញប្អូនស្រីពិបាកដោយមិននឹកបាយមិននឹកទឹកបែបនោះក៏ចូលទៅលួងលោមប្អូនស្រីថាបងដឹងថាមិនមែនជាកំហុសរបស់ឯងទេឯងមិនបានធ្វើឡើយហេតុអីបានជាបងទុកចិត្តខ្ញុំព្រោះបងស្គាល់ចរិតអ្នកនាងតូចច្បាស់ថានាងចង់បានអ្វីគឺត្រូវតែបានដូចចិត្តហើយបងក៏ស្គាល់ពីចរិតឯងច្បាស់ដូចគ្នាប្អូនរបស់បងជាក្មេងល្អឯងប្រកាសជាគ្មានថ្ងៃធ្វើបាបមនុស្សដែលឯងស្រឡាញ់ឡើយប៉ុន្តែមនុស្សក្នុងផ្ទះធំគេមិនបានគិតដូចបងឡើយគេគិតថាកំហុសទាំងអស់ជារបស់ខ្ញុំពិតជាមិនចង់ឲ្យមានរឿងនេះកើតឡើងពិតមែនហេតុអីទៅអើយកុំយំអីណាគ្រួសារយើងមិនមែនទើបតែគេចាប់ប្រកាន់លើកទី1ទេតែលើកនេះគឺអាយុជីវិតរបស់អ្នកនាងតូចណាបងបើអ្នកនាងតូចមានរឿងអីកើតឡើងជីវិតខ្ញុំនេះគ្មានថ្ងៃលើកលែងទោសឲ្យខ្លួនឯងបានឡើយបានហើយជប់យំទៅប្រយ័ត្នម៉ែឃើញគាត់ពិបាកចិត្តដែលកូនស្រីពៅគាត់យំហើមភ្នែកខ្លាំងយ៉ាងនេះរឿងរ៉ាវដល់ថ្នាក់នេះហើយរឿងអីដែលគាត់មិនដឹងមិនស្រួលវាសោះសាយពេញសំបីតែស្រុកពេញរោងម៉ាស៊ីនទាំងមូលផងក៏ថាបានមកពីខ្ញុំវាខុសខ្លួនឯងខ្ញុំមិនគួរណាឲ្យអ្នកនាងតូចចោះទៅទេហើយបានហើយអ្នកនាងតូចមានកើតអីណាមិនកើតអីបានចឹងម៉េចព្រោះពេលព្រឹកមិញដល់ថ្មនេះទៅហើយមិនទាន់បានដំណឹងពីអ្នកនៅក្នុងផ្ទះធំនៅឡើយទេថាអ្នកនាងតូចដឹងខ្លួនហើយនៅនិរដីបងឃើញទេគេមករកខ្ញុំហើយអ្នកនាងតូចពិតជាមានរឿងអីមិនខាននិរដីនៅផ្ទះអត់នឹងស្ងាត់ជ្រាបអញ្ចឹងមនុស្សទៅណាបាត់អស់ហើយអញ្ចេះមនុស្សកំពុងតែមានអារម្មណ៍មិនស្ងប់ផងស្រាប់តែមានសំឡេងមួយបន្លឺឡើងធ្វើឲ្យបេះដូងស្រីវ័យជំទង់មួយរូបលោតញាប់ខុសធម្មតាព្រមទាំងឆ្លើយតបទាំងញ័រមាត់ថាចាស់នៅអ្នកប្រុសទី2មានអីមែនទេពុកឲ្យហើយនាងទៅផ្ទះធំចាចាំបងជួននេះរដីទៅបាទមកឲ្យលឿនផងគាត់បញ្ញាប់បងតិចមានរឿងអីទៅខ្ញុំខ្លាចខ្លាំងណាស់តិចអ្នកនាងមានរឿងអីទៅបងហើយមិនអីទេបងនៅទីនេះបងនឹងទៅជាមួយឯងគ្មានអ្នកណាធ្វើអីឯងទេយើងទៅផ្ទះធំជាមួយគ្នាណាតែខ្ញុំពិតជាទទួលយកមិនបានទេបងខ្ញុំខ្លាចអ្នកស្រីទាំងនោះសម្លាប់ពួកយើងចោលទាំងគ្រួសារបានហើយបើសិនជាយើងរត់គេចពួកយើងប្រកាសជារត់គេចអស់មួយជីវិតតោះរៀបចំខ្លួនទៅហើយយើងទៅទាំងអស់គ្នាបើជ្រុលជាស្លាប់ឲ្យវាស្លាប់ទាំងអស់គ្នាសាកមើលទៅកាត់មកមួយជាតិធាតមួយចានប្រថុយឲ្យវាដឹងសខ្មៅនៅថ្ងៃនឹងទៅចុះ